កម្ពុជាវៀតណាមឯកភាពបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំនៅវេលារសៀលថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមប៊ួយថាញ់សឿនឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមកនិងមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតីកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីក៏ដូចជាការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀតចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាវៀតណាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរលើគ្រប់វិស័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថាការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់គណៈប្រតិភូនៃប្រទេសទាំងពីរបានរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីបានសម្ដែងការចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះការបាត់បង់ជីវិតនិងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាមដែលបណ្ដាលមកពីគ្រោះទឹកជំនន់នាពេលថ្មីនេះសម្ដេចបវរធិបតីក៏បានគូបញ្ជាក់ដោយការពេញចិត្តនិងរីករាយចំពោះវឌ្ឍនភាពដ៏ល្អនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យព្រមទាំងបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតព្រមទាំងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពមិត្តភាពនិងវិបុលភាពសម្ដេចបវរធិបតីនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានពិភាក្សាគ្នាអំពីការបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាវៀតណាមឲ្យកាន់តែរឹងមាំលើវិស័យសំខាន់មួយចំនួនរួមមានសេដ្ឋកិច្ចពាណិជ្ជកម្មការពារជាតិនិងសន្តិសុខអប់រំសុខាភិបាលវប្បធម៌ទេសចរណ៍ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ